ជាហោសួស្តីទាំងអស់គ្នាវីដេអូនេះគឺនៅពេលដែលពួកខ្ញុំទៅដល់ទីក្រុងម៉ាកាវនៃប្រទេសចិនហើយនេះគឺជាសកម្មភាពដែលខ្ញុំបានថតនៅក្នុងកាស៊ីណូនៅម៉ាកាវនោះតែម្ដងឃើញថាវាប្លែកភ្នែកហើយស្អាតហើយផ្ទៃមេឃរបស់គេហ្នឹងគឺជាផ្ទៃមេឃសិប្បនិម្មិតដែលវាភ្លឺរហូតអញ្ចឹងណាយប់ម៉ោងប្រហែលក៏នៅតែភ្លឺអញ្ចឹងណាហើយគាត់ថាគេមានពេលខ្លះក៏រៀងល្ងឹតពេលខ្លះអីចឹងណាហើយនេះដូចពួកខ្ញុំទៅដល់ដំបងភ្លាមចុះតែពីយន្តហោះភ្លាមគឺយើងទៅដល់កាស៊ីណូនៅម៉ាកាវនឹងតែម្ដងអញ្ចឹងឃើញថាពួកខ្ញុំនឹងអត់ទៅរកអីហូបទេគេផ្ដល់គេទុករយៈពេល7ម៉ោងក្នុងការហូបក្នុងការទៅរកអីហូបហើយយើងនឹងបន្តដំណើរទៅទៀតអញ្ចឹងណាតែពួកខ្ញុំទៅដល់គឺលហន់ក្នុងការថតរូបគឺអត់ខ្វល់ពីរឿងរោបាយរោទឹកហូបទេប៉ុន្តែគាត់ថានៅក្នុងធីមដែលគេទៅដល់លេងដែរហ្នឹងគឺគេទៅរោបាយរោមហូបអីហូបអស់ហើយតែពួកខ្ញុំគឺថតឃើញថាថតរហូតដល់ផ្លេចមើលមកហូបបាយអញ្ចឹងនៅក្នុងសកម្មភាពហ្នឹងគេថាវាយើងអត់ដែលបានទៅដល់កន្លែងហ្នឹងវាប្លែកភ្នែកអញ្ចឹងក៏សម្រេចថាថតរូបសិនខ្ជិលទៅរកហូបបាយហូបទឹកពួកអីបាយទឹកហូបរាល់ថ្ងៃហើយអញ្ចឹងឡេតម៉ោងហូបបាយបន្តិចក៏អីដែរពួកអីដោយសារតែយើងងាយណាស់បានទៅពួកខ្ញុំទៅហ្នឹងគឺពួកខ្ញុំទៅតាមធួទេដូចបញ្ជាក់ប្រាប់ពីក្នុងវីដេអូដំបូងអញ្ចឹងណាពីមុនអញ្ចឹងណាដោយសារតែវីដេអូពួកខ្ញុំទៅដើរលេងវារៀងយូរហើយដែរគាត់ថាតបនឹងមានពេលទៅនេះក្នុងការកាត់ដាក់នៅក្នុង channel ហ្នឹងអញ្ចឹងនេះគឺគាត់ហ្នឹងគឺគាត់ tour leader ហ្នឹងគឺជាអ្នកនាំក្រុមអញ្ចឹងក៏គាត់បាននិយាយប្រាប់ថាប្រមូលគ្នាមកគឺគាត់និយាយប្រាប់ថាពួកយើងទៅជុំគ្នានៅកន្លែងណាហើយពួកយើងទៅមានពេលចំណាយពេលប្រហែលម៉ោងក្នុងការដើរលេងនៅក្នុងកាស៊ីណូហ្នឹងអញ្ចឹងខ្ញុំទៅហ្នឹងគឺគ្មានបានទៅដើរសັບគ្រប់អីគេទេគឺដោយសារតែយើងវាកន្លែងវាស្អាតដល់ពេលអញ្ចឹងយើងថតវាអត់អស់ហើយរយៈពេលវាស៊ីទៀតនិយាយឲ្យអញ្ចឹងចាស់ដោយសារតែវាចំណាយរយៈពេលតែតិចតួចទេដោយសារយើងដើរជាក្រុមយើងដើរជាធួអញ្ចឹងយើងអត់អាចនៅតាមអ្វីដែលចិត្តដែលយើងចង់ទេអញ្ចឹងដោយសារតែពួកខ្ញុំទៅដល់ម៉ាកាវហ្នឹងគឺខ្ទង់ប្រហែលជាម៉ោងចន្លោះដែលទៅដល់ហ្នឹងដូចជាម៉ោងជា11ហើយទៅដល់ហ្នឹងណាអញ្ចឹងវាដល់ម៉ោងបាយថ្ងៃប៉ុន្តែគាត់ថាខាងធួហ្នឹងគេរៀបចំអាហារឲ្យយើងញ៉ាំនៅលើយន្តហោះហើយដល់ពេលញ៉ាំទៅក៏វារៀងឆ្អែតដែរហើយនេះកន្លែងលក់កន្លែងគេហូបអីណាអញ្ចឹងពួកខ្ញុំដើរឡើងគឺមិនបានរោអីទេគឺទៅទិញតែគុជអញ្ចឹងតែគុជហ្នឹងគឺធ្លាប់ក្មួយគាត់ធ្លាប់ទៅមុនអញ្ចឹងគាត់ប្រាប់ថាកន្លែងហ្នឹងឆ្ងាញ់អីចឹងណាឥឡូវយើងមកដល់កន្លែងគេសម្ដែងត្បូងពេជ្រពីពណ៌ត្បូងអញ្ចឹងយើងរៀបចំត្រៀមទៅទាំងអស់គ្នានេះយើងនៅក្នុងម៉ាកាវដដែលទេអូខេ27អង្សាចឹងដូចលឺអញ្ចឹងគឺមុននឹងយើងចេញដំណើរយើងចេះពីមុនយើងថាគេទៅស្រុកចិនទៅវាល្ងាវាត្រជាក់វាអីចឹងណាគេថា27អង្សាអញ្ចឹងយើងគិតថាបើនៅខ្មែរយើង27អង្សាវាអាចថារៀងត្រជាក់ដែរអញ្ចឹងណាដោយសារជាប្រចាំយើងដល់30ជាងអញ្ចឹងណាម៉ែគ្រាន់តែទៅដល់27អង្សាគេគឺក្តៅមែនទែនតែម្ដងហើយនេះគឺកន្លែងគេពីពណ៌ត្បូងពេជ្រដូចឃើញអញ្ចឹងណាឃើញថាវាប្លែកភ្នែកស្អាតអញ្ចឹងក៏យើងគេនាំយើងទៅចេញពីម៉ាកាវចេញពីកាស៊ីណូម៉ាកាវមកគឺយើងទៅមើលត្បូងពេជ្រតាំងពីពណ៌គេហ្នឹងក៏ប៉ុន្តែវាស្ថិតនៅក្នុងទីក្រុងម៉ាកាវដែរទេតើតែចេញពីកន្លែងទីក្រុងម៉ាកាវហ្នឹងបានពួកខ្ញុំបន្តទៅឆ្លងដំលិខិតឆ្លងដែនចេញពីម៉ាកាវហ្នឹងទៅជូហៃមកតង់ទៀតអញ្ចឹងអានេះគឺជាវីដេអូដែលយើងនៅក្នុងម៉ាកាវនឹងតែម្ដងហើយគេមាននាំយើងទៅច្រើនកន្លែងដែរមានខ្ញុំនឹងបង្ហាញនៅវីដេអូបន្តទៀតអញ្ចឹងណាពេលខ្លះអត់សូវបានស្ដាប់ tour leader គេណែនាំប្រាប់ទេថាកន្លែងនឹងកន្លែងអីអញ្ចឹងណាដោយសារតែរវល់ទៅថតរូបទៅមិនសូវជា
ចាប់អារម្មណ៍ឯហើយនេះស្អីស្អាតគាត់ដើរចុះដើរឡើង zoom ថតគេអញ្ចឹងណាឃើញស្អាតហើយនេះគឺសកម្មភាពនៅក្នុងកន្លែងតាំងពិព័រណ៍ត្បូងគេនឹងឯងកន្លែងគេធំហើយដើរពួកខ្ញុំទៅមិនដល់1ម៉ោងទេនៅកន្លែងត្បូងហ្នឹងអញ្ចឹងពួកយើងក៏បានត្រឡប់ទៅវិញត្រឡប់ចេញពីកន្លែងហ្នឹងទៅគេនាំយើងទៅកន្លែងមួយទៀតជួបគ្នានៅវីដេអូក្រោយទៀតអរគុណ